ចាជំរាបសួរអំពុំមីងញ៉ាំនឹង3នាក់ម៉ាក់កូននឹងទៅណាទៅអំពុំមីងហើយនេះសង្ស័យនាំអារម្មណ៍អំពុំមីងបដូរបរិយាកាសមកមើលទេសភាពតាមដងផ្លូវនៅស្រុកស្រែអញ្ចឹងណាអំពុំមីងចេញពីក្រុងចូលវាលចេញពីវាលចូលព្រៃនេះគឺជាទេសភាពមួយនៅតាមដងភ្នំចាដងភ្នំឆ្ពោះទៅកាន់ផ្ទះរបស់ម៉ែខ្ញុំអញ្ចឹងណាអំពុំមីងចាហើយនេះគឺជាវាលស្រែដែលប្រជាកសិកររបស់យើងនឹងគាត់ប្រមូលផលរួចរាល់ហើយក៏ដល់ម៉ោងបងប្អូនយើងគាត់ដឹកគោត្រឡប់ទៅផ្ទះវិញផងដែរឥឡូវមកដល់ផ្ទះម៉ាក់យាយហើយណែកូនកន្លោះហ្នឹងគឺថាមកដល់ផ្ទះហ្នឹងចង់ពញាអារម្មណ៍ម៉ាក់យាយចង់ទៅអោបពីក្រោយអ៊ំពុំមីងមើលមកគេហើយម៉ាក់យាយក៏អត់ដឹងថាចៅមកដល់ដែរទៅដល់វាក់គ្នាបដ ாய் អាហារថ្ងៃត្រង់សម្រាប់ខ្ញុំគឺមានប៉ុណ្ណឹងអ៊ំពុំមីងចាពងហេវផងដឹងអីអ៊ំពុំមីងហ្នឹងលហុងយើងហ្នឹងជាមួយកំពឹសលីងលាយជាមួយនឹងទឹកត្រីបុកផ្អែមហ្នឹងទៅជូរហើយមានអីរសជាតិឆ្ងាញ់តែអ៊ំពុំមីងបាច់ចាំគ្រឿងសណ្តែកដៃជីអីទេមកដល់ផ្ទះឃើញពទ្រាព្រៃផ្លែឡើងស្កេកស្កាស់សម្បើមដៃអ៊ំពុំមីងអើយនិយាយថាក្លៀនឡើងស្រក់ទឹកមាត់ទៅនេះមានអីកាច់ទាញបេះដៃម្ខាងពណ៌ឌីវ៉ាដៃម្ខាងបេះបានខ្លាំងទៅអ៊ំពុំមីងនិសាវាសិតតានេះដង្កូវអ៊ំពុំមីងចាយើងធម្មជាតិយើងមានបាញ់ថ្នាំបាញ់អីគេចឹងទៅវាផ្លែច្រើនមែនតែវាសបោតកៅអ៊ំពុំមីងចាដង្កូវច្រើនហើយនេះខ្ញុំបេះបានប៉ុណ្ណឹងអ៊ំពុំមីងតែរសជាតិវិញគឺថាអូយអ៊ុយហ្មងក្លុកជាមួយអំបិលម្ទេសយកវាថាអានេះផងដែរគឺជាសកម្មភាពរបស់ម៉ែខ្ញុំគាត់កំពុងរោយស្រូវតាមបែបបុរាណតាមកម្លាំងខ្យល់បក់អញ្ចឹងណាអ៊ំពុំមីងចាហើយគាត់កើបដាក់កូនកតាំងរយមកលើករួយម្ដងតិចចឹងទៅហើយរយបែបហ្នឹងគឺថាតាំងចិត្តខ្លាំងណាស់អ៊ំមីងហើយខ្យល់មានម្ដងវូតិចទៅម្ដងអត់ម្ដងអីស្ងាត់សូនឈឹងហើយដល់ពេលឃើញចឹងអីវាថាវេទនាចិត្តហើយនឹកឃើញសំណងអង្ការខ្លួនមិនទាន់ផ្លាស់ទៅពេញចិត្តតែនឹកឃើញថាបានដល់ខែហ្នឹងចឹងទៅកើបឲ្យម៉ែជូនឲ្យម៉ែរយហើយហត់ណាស់បន្ទាប់ពីឃើញម៉ែគាត់ធ្វើតែម្នាក់ឯងអញ្ចឹងមានរយស្រូវកើបស្រូវតែម្នាក់ឯងបោកកតិចស្មៅផងអីផងអញ្ចឹងទៅខ្ញុំក៏មកជួយគាត់ទៅនេះយើងខ្ញុំបោកបានប៉ុណ្្នឹងអ៊ំពុំមីងចាអានេះគឺជាកតិចស្មៅដែលវាជាប់តាមស្រូវដែលយើងច្រូតរួចអ៊ំពុំមីងចាហើយពេលបោកវារួចចឹងហើយនឹងខ្ញុំក៏ប្រមូលវាមូលអាពេលប្រមូលហ្នឹងម៉ែគាត់ថាទាញអញ្ចឹងខូចឈឹបអស់ហើយអញ្ចឹងក៏គាត់មកប្រាប់ថានេះគេធ្វើចិញ្ចែកដើម្បីកុំឲ្យវាជាទុកប្រើឆ្នាំក្រោយទៀតចឹងណាចាពីម្សិលមិញគឺនាងខ្ញុំបានជួយម៉ែខ្ញុំហាលកើប្រមូលស្រូវឥឡូវនេះបងថ្លៃខ្ញុំគាត់មកជួយម៉ែខ្ញុំម្ដងចាគឺវែកវាឲ្យស្ដើងចឹងទៅសម្រាប់វាហាលឲ្យឆាប់ស្ងួតចាស្រូវដែលមិនទាន់បានហាលណាអ៊ំពុំមីងនេះមានកំតិចស្មៅមានអង្ការមានអីជាដើមចឹងទៅចាហើយនេះគឺជាពំនូកស្រូវដែលមិនទាន់បានកាយវាហាលថ្ងៃក្តៅខ្លាំងអ៊ំពុំមីងចាហើយម៉ែខ្ញុំគាត់កំពុងតែកើបអាកំតិចស្រូវដែលមានផ្កាស្មៅយកទៅរយចាហើយនេះផងដែរគឺជាស្រូវដែលនាងខ្ញុំបានប្រមូលពីម្សិលមិញលាយជាមួយនឹងកំតិចផ្កាស្មៅអ៊ំពុំមីងចាហើយនាងខ្ញុំបានកើបដាក់កតាំងចឹងទៅសម្រាប់យកទៅឲ្យម៉ែគាត់រយបន្ថែមឲ្យជ្រះកំតិចស្មៅទាំងអស់នឹងចាហើយរួមជាមួយនឹងសម្ដីស្រូវអ៊ំពុំមីងចាហើយនេះគឺជាស្រូវដែលគាត់បានរយរួចហើយគឺស្អាតល្អខ្លាំងមែនទែនចាម៉ែខ្ញុំគឺគាត់ធ្វើការល្អណាស់ខាងរយស្រូវនឹងចាបើមិនជ្រះមិនស្អាតមិនយកទុកក្នុងជំរប់ទេ